គិតទៅមនុស្សយើងឆ្លាតនៅក្នុងការបង្កើតម៉ាស៊ីនហើយម៉ាស៊ីនជួយកម្លាំងមនុស្សម៉ាស៊ីននេះឆ្លាតមែនទែនប្រិយមិត្តធ្វើការមិនឲ្យមនុស្សហត់ម៉ាស៊ីននេះមានតួនាទីពីរនៅជើងខាងក្រោមហ្នឹងគេមានបូកស៊ីម៉ង់បន្ទាប់មកហ្នឹងផ្នែកខាងលើគេមានចាប់ឥដ្ឋការ៉ូហ្នឹងរៀបពីលើនៅពេលដែលបូកស៊ីម៉ង់ហើយទំនើបមែនទែនប្រិយមិត្តនេះគឺជាប្រភេទម៉ាស៊ីនម្យ៉ាងដែលឲ្យអតិថិជនហ្នឹងធ្វើការបញ្ជាកម្មងស៊ុបជាប្រភេទមីស៊ុបគេដែលគេបញ្ចូលនៅ menu នៅក្នុងម៉ាស៊ីននឹងស្រាប់ភ្ជាប់ជាមួយនឹងរូបភាពអតិថិជនគ្រាន់តែអូសមើលប្រភេទ menu ឬក៏ប្រភេទនៅគុយទាវឬក៏មីស៊ុបមួយណាដែលអតិថិជនចូលចិត្តកម្មងប្រភេទនៅម្ហូបនោះបន្តមកទៀតគឺម៉ាស៊ីនហ្នឹងចាគឺងាយស្រួលមែនទែនសូម្បីអ្នកលក់ក៏គាត់អត់ពិបាកធ្វើដែរគ្រាន់តែបញ្ជាឲ្យនោះគឺម៉ាស៊ីនហ្នឹងធ្វើការវាយទាញមីដាក់ក្នុងចានបន្ទាប់មកហ្នឹងចាក់ទឹកស៊ុបចាក់អីតាមអ្វីដែលអតិថិជនបញ្ជានោះបន្ថែមពីលើនេះម៉ាស៊ីននេះក៏មានការគិតលុយហើយជាស្រេចប្រិយមិត្តនេះគឺជាវិធីមួយនៅក្នុងចំណោមវិធីដទៃទៀតដើម្បីរំកិលនាវាឬក៏កប៉ាល់ធំចូលទៅក្នុងទឹកយើងដឹងហើយថាកប៉ាល់ទាំងអស់នោះគឺធ្ងន់ធំហើយធ្ងន់ហើយមានច្រើនជាន់ទៀតมันអាចស្ទូចឬក៏សណ្ដោងទាំងមូលដើម្បីរំកិលចូលក្នុងទឹកនោះទេប្រិយមិត្តបើសិនជាឲ្យលោកអ្នកទស្សនារឿងនាងទេពមច្ឆាឬក៏ Little Mermaid ដែលឃើញអំពីជីវិតនៅបាតសមុទ្រយើងមើលទៅដូចព្រេងនិទានតែមកមើលវីដេអូនេះប្រិយមិត្តប្រដាប់ប្រដាប្រើប្រាស់ចានស្លាបព្រីអីហ្នឹងធ្វើពីគ្រំសមុទ្រដែលបើសិនជាយើងយកមកប្រើប្រាស់ផ្ទាល់នៅគេហដ្ឋានខ្លួនឯងយើងអាចសម័យថាជីវិតយើងនឹងដូចនៅបាតសមុទ្រដូចនៅក្នុងរឿងនិទានអញ្ចឹងគិតទៅសូមសរសើរអ្នកដែលគាត់ផលិតគឺគាត់មានគំនិតអ្វីថ្មីហើយក៏ប្លែកដែលយើងជាអ្នកដែលប្រើប្រាស់ហ្នឹងមើលទៅគឺចង់ប្រើតែម្ដងនេះគឺជាការផលិតក្បឿងលក្ខណៈគ្រួសារដែលធ្វើដោយដៃក្បឿងទាំងអស់នេះគឺប្រើដីឥដ្ឋគឺត្រូវបានដាក់ចូលនៅក្នុងពុម្ពហើយពុម្ពនីមួយៗគឺមានប្រវែងក្បួនខ្នាតត្រឹមត្រូវរួមទាំងមានក្បាច់ហើយជាស្រេចដែលគ្រាន់តែដាក់ដីឥដ្ឋចូលនៅក្នុងពុម្ពនោះហើយសង្កត់ហើយនឹងជាដីដែលនៅសល់ខាងក្រៅបន្ទាប់ពីដាក់ចូលនៅក្នុងពុម្ពហើយដីឥដ្ឋដែលជាក្បឿងទាំងអស់នោះគឺត្រូវបានយកទៅដុតរួចនឹងក្លាយជាផលិតផលសម្រេចហាងភេសជ្ជៈនេះគឺតុបតែងហាងរបស់ខ្លួនគឺជាមួកសុវត្ថិភាពដែលទាក់ទាញភ្ញៀវទេសចរភ្ញៀវក្នុងស្រុករួមទាំងអតិថិជនដែលចាប់អារម្មណ៍ទិញភេសជ្ជៈហ្នឹងគឺមកកាន់ហាងរបស់ខ្លួនអាជីវកម្មបច្ចុប្បន្នមានការប្រកួតប្រជែងគ្នាបើសិនជាអ្នកបង្កើតជាភោជនីយដ្ឋានឬក៏ជាហាងភេសជ្ជៈមិនថារសជាតិឬក៏ការតុបតែងបើសិនជារសជាតិឆ្ងាញ់រឹតតែល្អប៉ុន្តែបើសិនជាបន្ថែមនៅការតុបតែងកាន់តែស្រស់ស្អាតទៀតគឺនឹងធ្វើឲ្យអាជីវកម្មរបស់អ្នកនឹងលើកមុខមាត់ឬក៏លើកកម្ពស់ឬក៏ទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជននឹងមួយចំណែកទៀតសួស្តីប្រិយមិត្តសូមទស្សនាអំពីសិប្បកម្មផលិតស្កុតដូចតទៅយើងមើលអំពីសង្វាក់ផលិតកម្មនេះគឺផលិតស្កុតម្ដងបានច្រើនបាន20-30ដុំមុនដំបូងគឺត្រូវកាត់នៅស្នូលกระดาษខាងក្នុងបន្ទាប់មកដាក់ស្នូលខាងក្នុងនឹងតម្រៀបគ្នាជាជួរហើយគេមានដុំស្កុតធំមួយដុំស្កុតនោះគឺរុំព័ទ្ធនៅដុំស្នូលតូចដែលក្លាយជាស្កុតតូច